មន់ស៊ីច្រើនតែមិនធំធាត់ជំរាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តចំមន់ជាលក្ខណៈគ្រួសារអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយសម្រាប់ចែករំលែកបងប្រុសម្នាក់គាត់សួរជាសំណួរមន់របស់គាត់ហ្នឹងស៊ីច្រើនតែវាមិនធំធាត់សោះរាល់ការចិញ្ចឹមសត្វបងប្អូនតែងតែជួបប្រទះនៅបញ្ហាមួយចំនួនពិសេសអ្នកដែលទៅចាប់ផ្ដើមកែលម្អក្នុងការចិញ្ចឹមជាធម្មតាការចិញ្ចឹមមាន់ស្រែបងប្អូនគឺមានតាំងពីយូរយារណាស់មកហើយតែការចិញ្ចឹមទាំងនោះតាមបែបយថាផលប៉ុន្តែបច្ចុប្បន្នការចិញ្ចឹមមាន់ស្រែមានការវិវត្តល្អប្រសើរជាងមុនច្រើនដោយបងប្អូនប្រើប្រាស់បច្ចេកទេសមួយចំនួនដែលធ្វើឲ្យការចិញ្ចឹមទទួលបានលទ្ធផលល្អច្រើនជាងមុនប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនមិនទាន់ចិញ្ចឹមបានផលកប់ប្រសើរនៅឡើយទេដូច្នេះថ្ងៃនេះខ្ញុំលើកសំណួររបស់បងប្រុសម្នាក់មកធ្វើជាប្រធានបទថ្ងៃនេះគឺមន់ស៊ីច្រើនតែមិនធំធាត់វាមានកត្តាជាច្រើនដែលធ្វើឲ្យមន់មិនធំធាត់វាមិនមែនតែផ្ដោតទៅលើចំណីតែមួយមុខទេបងប្អូនអញ្ចឹងនៅក្នុងនោះខ្ញុំលើកចំនួន3បាទសំខាន់យកមកបង្ហាញជូនពុកម៉ែបងប្អូនបាទទី1តើតើនឹងកត្តាចំណីដូចបងគាត់ជាសំណួរអញ្ចឹងគាត់ថាមន់គាត់ស៊ីចំណីច្រើនគេធំនៅតែវាអត់ធំធាត់ត្រង់ចំណុចនេះបងប្អូនយើងភាគច្រើនគាត់សួរសំណួរមកផ្ទាល់តែម្ដងបាទហើយខ្ញុំក៏បានបកស្រាយទៅតាមផ្ទាល់វត្តជាមួយគាត់ហើយផងដែរតាក់ទងទៅនឹងជាមួយនឹងសំណួរនេះតាក់ទងនឹងចំណីមន់ធំកម្រិតប្រូតេអ៊ីនរបស់វា18%បងប្អូនហើយបើសិនជាបងប្អូនផ្ដល់ចំណីឲ្យមន់ចិញ្ចឹមរបស់យើងប្រូតេអ៊ីនអត់គ្រប់គ្រាន់គឺវាអត់ធំធាត់ទេអញ្ចឹងបងប្អូនគិតទៀតគិតថាកាលពីចិញ្ចឹមលើកមុនគ្រាន់តែបាច់ស្រូវបាច់អង្ករឲ្យវាស៊ីវាអាចធំធាត់បានបាទការចិញ្ចឹមមន់ពីមុនហើយនិងការចិញ្ចឹមមន់ឥឡូវវាខុសគ្នាច្រើនដោយសារកាលពីមុនបងប្អូនចិញ្ចឹមមេបដើបងប្អូនអញ្ចឹងមកសបុកវាបដើទៅនេះទៅមកសបុកវាបដើទៅនោះទៅអញ្ចឹងមន់របស់យើងហ្នឹងវាអាចទៅរកចំណីខាងក្រៅបានស៊ីដោយខ្លួនវាប៉ុន្តែយើងចិញ្ចឹមរបៀបនេះចិញ្ចឹមបានតិចតួចជួនកាលគ្រាន់តែហូបនឹងអត់គ្រាន់ផងបងប្អូនបាទបច្ចុប្បន្ននេះគេចិញ្ចឹមច្រើនហើយបងប្អូនចិញ្ចឹមដាក់ក្នុងទ្រុងបាទកាលពីកូនតូចបងប្អូនដាក់ក្នុងទ្រុងតទៅពេលបងប្អូនលេងក៏មន់ហ្នឹងវាអត់បែកគ្នាទៅណាដែរឧទាហរណ៍ថា50ក្បាលអញ្ចឹងនៅពេលដែលយើងលេងគឺវានៅជុំគ្នាទាំង50ក្បាលហ្នឹងវាអត់បែងចែកគ្នាទៅរកចំណីណាទេអញ្ចឹងវាពឹងទៅលើចំណីដែលបងប្អូនរៀបចំដាក់ឲ្យវាហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនលាយចំណីវាស៊ីឆ្អែតពិតមែនឃើញគេវាធំពិតមែនប៉ុន្តែចំណីហ្នឹងអត់មានគុណភាពទេបងប្អូនអត់មានគុណភាពទេហេតុអីបានខ្ញុំថាអត់មានគុណភាពពីព្រោះបងប្អូនខ្លះគាត់យកកន្ទក់លាយជាមួយចំណីសម្រេចចំណីបាវហ្នឹងចំណីសម្រេចខ្លះមកហើយបូកនឹងបន្លែទៀតខ្ញុំគិតថាបើកម្រិតប្រូតេអ៊ីនវិញប្រហែលជាមិនដល់10%ផងអញ្ចឹងតើតើនឹងការធំធាត់របស់វាហ្នឹងគឺទៅមុខអត់រួចទេចំពោះដែលវាស៊ីគេធំដោយសារវាស៊ីអត់ឆ្អែតនឹងឯងពាក្យថាឆ្អែតគឺវាឆ្អែតកម្រិតប្រូតេអ៊ីនណាបងប្អូនបើសិនជាប្រូតេអ៊ីនគ្រប់គ្រាន់គឺវាអត់ស៊ីគេធំអញ្ចឹងទេវាស៊ីគេតូចល្មមហ្នឹងគឺវាគ្រប់គ្រាន់សម្រាប់វាឯងហើយបងសម្គាល់មើលអញ្ចេះមន់ដែលវាស៊ីឆ្អែតឃើញគេធំហ្នឹងហើយវានៅតែរត់តាមយើងហ្នឹងមានន័យថាអាហារូបត្ថម្ភរបស់វាហ្នឹងវាអត់គ្រប់គ្រាន់ទេបងប្អូនអញ្ចឹងបងប្អូនត្រូវគិតគូររឿងចំណីនឹងឡើងវិញបាទយើងចិញ្ចឹមរបៀបនេះចិញ្ចឹមភាគច្រើនខាតថវិកាហើយនឹងខាតពេលវេលានឹងឯងបងប្អូនបាទអញ្ចឹងបងប្អូនលាយផ្សំចំណីយ៉ាងណាឲ្យវាមានកម្រិតប្រូតេអ៊ីនខ្ពស់ពីព្រោះការធំធាត់គឺអាស្រ័យទៅលើប្រូតេអ៊ីនបាទអញ្ចឹងវីតាមីនវាគិនតែជួយទាក់ទងទៅនឹងបំលែងសារធាតុចិញ្ចឹមទាំងអស់ហ្នឹងវាទៅចិញ្ចឹមរាងកាយរបស់វាអញ្ចឹងសារធាតុទាំងបាមានៅក្នុងចំណីហ្នឹងគឺវាមានមុខងារផ្សេងគ្នាដើម្បីជួយរាងកាយរបស់សត្វហ្នឹងឲ្យវាធំធាត់បងប្អូនបាទហ្នឹងចំណែកមួយទៅចំណែកមួយទៀតមន់ហ្នឹងវាធ្លាប់មានជំងឺបងប្អូនបាទវាធ្លាប់មានជំងឺដូចជាផ្លូវដង្ហើមផ្ដាសាយអីរ៉ាំរ៉ៃជាដើមបាទអញ្ចឹងធ្វើឲ្យមន់ហ្នឹងវាក្រិន
មិនមែនមកពីចំណីអាចនឹងមកពីជំងឺអីផ្សេងហ្នឹងបាទធ្វើឲ្យមន់ក្រិនដល់ពេលមន់នឹងក្រិនទៅបងប្អូនចិញ្ចឹមអត់មានការលូតលាស់ទេបាទមួយទៀតមន់នឹងធ្លាប់ឆ្លងជំងឺអុតណាបងប្អូនបាទជំងឺអុតក៏ធ្វើឲ្យមន់នឹងក្រិនដែរចំណុចមួយទៀតមន់បងប្អូនអាចនឹងមិនទម្លាក់សត្វល្អិតវាមានកត្តាជាច្រើនដែលចូលរួមចំណែកដែលធ្វើឲ្យមន់បងប្អូននឹងអត់ធំធាត់អញ្ចឹងចំណុចដែលគួរពិចារណាបងប្អូនធ្វើម៉េចឲ្យចំណីរបស់បងប្អូនហ្នឹងមានគុណភាពសម្រាប់ចិញ្ចឹមមន់របស់យើងបាទហើយឲ្យវាស៊ីគ្រប់គ្រាន់ធ្វើម៉េចឲ្យវាកុំឲ្យវានៅតែឃ្លានរត់ទៅតាមតដៃតាមតែជើងរបស់យើងបងប្អូនមន់រត់តាមជើងរបស់យើងហ្នឹងវាមិនមែនមន់ស្រឡាញ់យើងទេមន់ស្គាល់ម្ចាស់ទេគឺមន់ឃ្លានណាបងប្អូនបើសិនជាវាអត់ឃ្លានវាអត់រត់តាមទេហ្នឹងសម្រាប់ចំណុចទី1ទី2គឺការថែទាំបងប្អូនតើតើនឹងការថែទាំនេះសំខាន់ដូចគ្នាយើងសម្អាតយើងមើលតើមន់ណាវាមានអាការៈយ៉ាងម៉េចយើងត្រូវការព្យាបាលឲ្យទាន់ពេលវេលាទឹកតើវាក្នុងមួយថ្ងៃហ្នឹងវាខ្វះទឹកផឹកអត់ចំណីតើវាស៊ីគ្រប់គ្រាន់អត់តើវារស់នៅក្នុងទ្រុងហ្នឹងវាក្តៅពេកអត់យើងត្រូវមើលថែវាឲ្យបានដិតដល់ត្រូវមើលថែវាដោយយកចិត្តទុកដាក់បាទទៅមន់របស់យើងហ្នឹងហុចផលឲ្យយើងបងប្អូនបាទចំណុចមួយទៀតចំណុចទី3តាក់ទងនឹងការការពារបាទអញ្ចឹងខ្ញុំលើក3ចំណុចហ្នឹងជាចំណុចសំខាន់បើសិនជាបងប្អូននៅមានចម្ងល់សំណួរអីផ្សេងបងប្អូនអាចសួរបន្តទៀតបានបាទតាក់ទងទៅនឹងការការពារទី1គឺយើងប្រើប្រាស់របងព័ទ្ធជុំវិញទ្រុងចិញ្ចឹមរបស់យើងកុំឲ្យវាមានកត្តាចម្លងណាមួយមកដល់សត្វចិញ្ចឹមរបស់យើងការពារមួយទៀតយើងធ្វើវ៉ាក់សាំងបងប្អូនបាទហើយមន់ដែលយើងបានធ្វើវ៉ាក់សាំងគឺវាលូតលាស់លឿនណាស់បាទលូតលាស់លឿនមែនទែនពីព្រោះមន់ហ្នឹងវាអត់សូវមានបញ្ហាជំងឺឆ្លងផ្សេងមករករៀនលើរាងកាយរបស់វាបងប្អូនអញ្ចឹងវ៉ាក់សាំងសំខាន់មែនទែនជាវិធានការការពារដ៏ល្អបំផុតគឺវ៉ាក់សាំងនេះឯងហើយចិញ្ចឹមសត្វបើសិនជាចង់បានផលពីវាឲ្យបានគបប្រសើរបងប្អូនត្រូវធ្វើវ៉ាក់សាំងទាក់ទងនឹងវ៉ាក់សាំងបងប្អូនជ្រើសរើសវ៉ាក់សាំងដែលល្អមកបាទយកមកធ្វើវាចំពោះវ៉ាក់សាំងអីដែលសំខាន់នោះបងប្អូនក៏អាចស្រាវជ្រាវអនុវត្តទៅតាមតំបន់រៀងខ្លួនបាទតំបន់ខ្លះក៏ផ្ទុះជំងឺញូកាសអីចឹងទៅតំបន់ខ្លះក៏ផ្ទុះជំងឺអាសន្នរោគអីញឹកញាប់អីចឹងទៅបាទអញ្ចឹងបងប្អូនអាចយកប្រភេទវ៉ាក់សាំងទាំងអស់នោះយកមកប្រើប្រាស់ទៅលើសត្វចិញ្ចឹមរបស់យើងដើម្បីការពាររាល់បញ្ហាផ្ទុះជំងឺទាំងអស់នេះឡើងតកតនឹងវ៉ាក់សាំងនេះបងប្អូនអាចស្រាវជ្រាវតកតទៅនឹងបច្ចេកទេសមួយចំនួនដែលគេបានបង្ហាញហើយបើសិនជាពិបាកក្នុងការស្រាវជ្រាវចាំខ្ញុំធ្វើវីដេអូមួយទៀតដើម្បីបង្ហាញទៅដល់បងប្អូនតកតទៅនឹងអាយុកាលនិងការប្រើប្រាស់វ៉ាក់សាំងបាទមិនជាចម្លែកទេតកតទៅនឹងការចាប់ផ្ដើមនៅអ្វីដែលថ្មីជាទម្លាប់របស់បងប្អូនកាលពីមុនធ្លាប់ចិញ្ចឹមតាមយថាផលឬក៏តាមបែបបុរាណបាទចិញ្ចឹមលែងចិញ្ចឹមអីទៅហើយនៅពេលដែលចង់ចិញ្ចឹមដោយមានការថែទាំមានការចិញ្ចឹមដោយដាក់ទ្រុងអីចឹងទៅវាជារឿងថ្មីមួយទៀតបាទសម្រាប់បងប្អូនយើងដែលថ្មីណាប៉ុន្តែវាមិនជាយូរប្រហែលទេបងប្អូននឹងមានជំនាញចំណេះនឹងកើតឡើងហើយបាទបើសិនជាយើងយកចិត្តទុកដាក់ក្នុងការអនុវត្តរឿងហ្នឹងប៉ុន្តែបើសិនជាយើងមិនបានយកចិត្តទុកដាក់ទៅលើរឿងហ្នឹងឲ្យបានល្អិតល្អន់ទេគឺអ្វីវាវិលទៅរកភាពដើមវិញណាបងប្អូនទីមួយទៀតតកតងទៅនឹងការចិញ្ចឹមមាន់ស្រែរបស់យើងនេះវាមានភាពចំណេញខ្ពស់ហើយយើងងាយស្រួលចិញ្ចឹមបាទយើងងាយស្រួលថែទាំជាងមាន់នាំចូលសម្រាប់កសិករដែលមានទុនតិចតួចហើយនឹងចំណេះដឹងនៅទាបបាទបើសិនជាបងប្អូនប្រជាកសិករគាត់មានទុនច្រើនគាត់មានចំណេះដឹងបទពិសោធន៍ខ្ពស់គាត់អាចចិញ្ចឹមក្នុងទ្រង់ទ្រាយធំបាទជាលក្ខណៈមាន់ស្រែក៏ដូចជាមាន់ពូជនាំចូលក៏វាមិនជាបញ្ហាអីដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញឬក៏ខ្ញុំឆ្លើយតបទៅនឹងសំណួររបស់បងប្រុសម្នាក់ទាក់ទងទៅនឹង
មន់វាស៊ីច្រើនហើយតែវាមិនធំធាត់អីសោះលទ្ធផលខ្ញុំចូលរួមចំណែកប៉ុណ្នេះបាទបើសិនជាបងនៅមានចម្ងល់បងអាចខមមិនសួរបន្តទៀតខ្ញុំនឹងរីករាយបកស្រាយជូនទៅតាមបទពិសោធន៍និងចំណេះដឹងខ្លះៗរបស់ខ្ញុំបាទមុននឹងបញ្ចប់ក៏សូមគោរពជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលស្រឡាញ់ចូលចិត្តវិស័យកសិកម្មសូមឲ្យបងប្អូនជួបតែសំណាងល្អសុខភាពល្អបាទសូមអរគុណ